ជាយើងសូមងាកមកជម្រាបជូនពីព័ត៌មានអន្តរជាតិវិញម្ដងដោយផ្ដើមចេញពីសហរដ្ឋអាមេរិកលោកប្រធានាធិបតីអាមេរិកថ្មីโจ Biden បានថ្លែងថាលោកចង់ដាក់កម្មវត្ថុនៃការប្រយុទ្ធប្រឆាំងនឹងការកើនឡើងកម្ដៅផែនដីជាស្នូលធំបំផុតនៃគោលនយោបាយដឹកនាំប្រទេសរបស់លោកកាលពីថ្ងៃពុធម្សិលមិញនេះលោកโจ Biden បានចុះហត្ថលេខាលើក្រឹត្យច្បាប់ថ្មីចំនួន3សម្ដៅទប់ស្កាត់ការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាសក្រឹត្យច្បាប់ថ្មីមួយបានហាមឃាត់គម្រោងថ្មីនៅក្នុងការជីកខួងយកប្រេងឬឧស្ម័នហ្គាសនៅក្នុងទឹកដីអាមេរិកលោកโจ Biden បានបដិញ្ញាថាអាមេរិកនឹងសម្រេចឲ្យបាននូវកម្មវត្ថុអព្យាក្រឹតកាបូននៅឆ្នាំ2035លោកក៏បានលើកឡើងផងដែរអំពីសារៈសំខាន់ចាំបាច់បំផុតនៅក្នុងការដឹកនាំពិភពលោកទាំងមូលឲ្យប្រយុទ្ធប្រឆាំងជាមួយនឹងការកើនឡើងកម្ដៅផែនដីព្រោះថាវាជាគ្រោះថ្នាក់សម្រាប់មនុស្សជាតិទាំងមូលតទៅនេះសូមស្ដាប់សម្រងប្រសាសន៍របស់លោកโจ Biden ដោយមានការបកប្រែសម្រួលដោយមុំពិសី Just like we need a unified national response to COVID-19 មិនខុសពីវិបត្តិជំងឺ COVID-19 ដែលយើងត្រូវមានវិធានការឆ្លើយតបរួមជាលក្ខណៈជាតិបញ្ហាវិបត្តិអាកាសធាតុក៏ដូចគ្នាដែរគឺយើងត្រូវតែមានវិធានការឆ្លើយតបជាលក្ខណៈជាតិឲ្យម៉ឺងម៉ាត់និងក្លាហានបំផុតយើងត្រូវតែដឹកនាំធ្វើជាកម្លាំងចលករសម្រាប់ពិភពលោកនៅក្នុងការដោះស្រាយបញ្ហានេះវាគឺជាការងារដែលមិនមែនតែសហរដ្ឋអាមេរិកតែម្នាក់ឯងអាចដោះស្រាយបាននោះទេយើងដឹងថាមានអ្វីខ្លះដែលត្រូវធ្វើហើយអ្វីដែលសំខាន់គឺថាត្រូវតែចាប់ផ្ដើមធ្វើវាClimate change will be at the center of our national security and foreign policy. បញ្ហាបំរែបំរួលអាកាសធាតុនឹងគឺជាស្នូលធំបំផុតនៃសន្តិសុខជាតិយើងព្រមទាំងគោលនយោបាយអន្តរជាតិរបស់យើងក្រឹត្យច្បាប់ថ្មីដែលខ្ញុំបានសម្រេចនៅពេលនេះគឺវានឹងរឹតបន្តឹងការប្រឹងប្រែងការសន្យារបស់យើងត្រូវធ្វើការសហការជាមួយប្រទេសដទៃដើម្បីជួយអ្នកដែលងាយប្រឈមនឹងគ្រោះថ្នាក់ឬការលំបាកបំផុតឲ្យពួកគេអាចទប់ទល់ជាមួយនឹងការប្រែប្រួលអាកាសធាតុហើយវាក៏នឹងទៅពង្រឹងបន្ថែមលើការតាំងចិត្តការអត់ធ្មត់តស៊ូរបស់យើងផងដែរនៅក្នុងការងារនេះខ្ញុំនឹងកោះអញ្ជើញថ្នាក់ដឹកនាំពិភពលោកទាំងអស់ឲ្យជួបប្រជុំគ្នានៅក្នុងឱកាសទិវាភពផែនដីឆ្នាំនេះដើម្បីរួមគ្នារកវិធីប្រយុទ្ធប្រឆាំងនឹងបំរែបំរួលអាកាសធាតុដោយក្នុងករណីវិបត្តិ COVID-19 គឺយើងនឹងស្ដាប់យោបល់អនុសាសន៍របស់អ្នកជំនាញវិទ្យាសាស្ត្រនិងការពារសាមគ្គីភាពជាធ្លុងមួយនៃរដ្ឋទាំងអស់របស់យើងដាក់បញ្ហាវិបត្តិអាកាសធាតុនេះនៅក្នុងចំណុចកណ្ដាលនៃសន្តិសុខជាតិនិងគោលនយោបាយអន្តរជាតិទាំងនេះវាគឺជាទិសដៅរួមនៃរដ្ឋាភិបាល It's a whole of government approach put climate change at the center of our domestic national security and foreign policyចាយើងបន្តចាប់អារម្មណ៍ពីអាមេរិករដ្ឋបាលលោកโจ Biden បានប្រកាសកាលពីថ្ងៃពុធម្សិលមិញនេះថានឹងសាររើមើលឡើងវិញរាល់នយោបាយអាមេរិកចំពោះតំបន់ដើមបូព៌ាដែលមានតាំងពីអ៊ីស្រាអែលប៉ាឡេស្ទីនទំនាក់ទំនងអាមេរិកជាមួយបណ្ដាប្រទេសអារ៉ាប់នៅឈូងសមុទ្រពាក់និងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់នៅពេលកិច្ចព្រមព្រៀងអន្តរជាតិស្ដីពីនុយក្លេអ៊ែរអ៊ីរ៉ង់ជាសំណុំរឿងអាទិភាពរបស់រដ្ឋបាលអាមេរិកថ្មីប្រមុខការបរទេសអាមេរិកលោក Anthony Blinken បានសន្យាពិនិត្យសាររើឡើងវិញការសម្រេចចិត្តរបស់រដ្ឋបាលមុននៅក្នុងការគាំទ្រផ្នែកយោធាដល់បណ្ដាប្រទេសអារ៉ាប់ជាពិសេសអារ៉ាប៊ីសាអូឌីតនៅក្នុងសង្គ្រាមនៅប្រទេសយេម៉ែនហ៊ុន Pfizer និង BioNTech បានគូបញ្ជាក់ឲ្យដឹងនៅថ្ងៃប្រហ័សទី28មករានេះថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពទល់នឹងមេរោគ COVID-19 បំផ្លែងខ្លួនថ្មីទាំងប្រភេទមេរោគដែលកើតមាននៅប្រទេសអង់គ្លេសនិងទាំងប្រភេទមេរោគដែលកើតមាននៅប្រទេសអាហ្វ្រិកខាងត្បូងក្រុមហ៊ុន Pfizer និង BioNTech គូបញ្ជាក់ទៀតថាត្បិតតែមេរោគ COVID-19 ប្រភេទដំបូងនិងមេរោគ COVID-19 ប្រភេទថ្មីទាំងឡាយមានភាពខុសគ្នាបន្តិចបន្តួចក្តីក៏ប៉ុន្តែការនេះមិនបានកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំងដែលខ្លួនផលិតបាននោះឡើយនេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Pfizer និង BioNTech ដែលចេញផ្សាយនៅថ្ងៃប្រហ័សនេះ
នៅប្រទេសចិនឯណោះវិញនៅថ្ងៃទី28មករានេះក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោកបានចាប់ផ្ដើមធ្វើការស៊ើបអង្កេតស្ដីពីប្រភពនៃមេរោគជំងឺ COVID-19 នៅទីក្រុងវូហានបន្ទាប់ពីបានធ្វើចតាឡេសាក់រយៈពេល2សប្តាហ៍រួចមកជាប្រតិបត្តិការស៊ើបអង្កេតដែលមានលក្ខណៈរសើបជាទីបំផុតសម្រាប់រដ្ឋាភិបាលចិនដែលធ្លាប់ត្រូវបានគេចោទថាមិនមានភាពស្មោះត្រង់ហើយបានប្រើឥទ្ធិពលទៅលើអង្គការសុខភាពពិភពលោកយ៉ាងណាមិញរដ្ឋាភិបាលលោកโจ Biden បានលើកឡើងថាសហរដ្ឋអាមេរិកនឹងពិនិត្យមើលថាតើខ្លឹមសារនៃការស៊ើបអង្កេតនេះវាមានភាពគួរឲ្យទុកចិត្តកម្រិតណាមុំពិសេសជូនព័ត៌មាននេះអ្នកកាសែតបារាំង AFP ដែលត្រូវបានអាជ្ញាធររបស់ចិនទប់មិនឲ្យចូលចិត្តក្រុមការងារពិសេសរបស់អង្គការសុខភាពពិភពលោកបានអះអាងថាគេបានត្រឹមតែឃើញក្រុមអ្នកជំនាញនេះពីចម្ងាយមានគ្នា10នាក់ចេញពីសន្តាគារឡើងរថយន្តតែគេមិនដឹងថាធ្វើដំណើរទៅកន្លែងណាទីចំណែកការវិភាគលំអិតស្ដីអំពីសកម្មភាពការងារស្រាវជ្រាវវិញក៏គ្មាននរណាអាចដឹងបានដែរសូមបញ្ជាក់ថារដ្ឋាភិបាលចិនត្រូវបានគេចោទថាបានលាក់កំបាំងរារាំងមិនចង់ឲ្យមានការអង្កេតស្រាវជ្រាវស្ដីអំពីប្រភពនៃមេរោគនេះប្រភពនៃ COVID-19 នេះបានក្លាយជាចំណុចវិវាទប្រកែកចោទគ្នាទៅវិញទៅមករវាងអាមេរិកនិងចិនផងដែរប្រមាណ1ឆ្នាំកន្លងមកនេះកាលពីដំបូងអាជ្ញាធរចិនបានអះអាងថាគេបានរកឃើញមេរោគនេះនៅក្នុងទីតាំងផ្សារមួយកន្លែងក្នុងទីក្រុងវូហានអ្នកជំនាញមួយចំនួនទៀតអះអាងថា COVID-19 ជាប្រភេទមេរោគកូវីដ -19 មានប្រភពចេញពីសត្វប្រចៀវតែទន្ទឹមនឹងនេះមានពាក្យចចាមអារាមដែលមានលក្ខណៈមិនប្រកបប្រជាផ្សេងទៀតដែលអះអាងថាមេរោគនេះបានធ្លាយចេញពីមន្ទីរពិសោធន៍មួយនៅទីក្រុងវូហានក្រោយមកទៀតមានពាក្យចចាមអារាមនៅចិនថា COVID-19 ឆ្លងចូលមកចិនតាមរយៈសាច់គោកកនាំចូលពីប្រទេសអាមេរិកអ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់ធ្លាប់បានលើកឡើងដោយគ្មានភស្តុតាងថាគឺទាហានអាមេរិកដែលមកចូលរួមក្នុងកម្មវិធីប្រកួតកីឡាមួយនៅទីក្រុងវូហានកាលពីចុងឆ្នាំ2019ដែលបាននាំ COVID-19 មកយ៉ាងណាក៏ដោយលោក Michael Ryan មន្ត្រីទទួលបន្ទុកកិច្ចការអាសន្ននៃអង្គការសុខភាពពិភពលោកបានអះអាងកាលពីសប្តាហ៍មុនថាក្រុមអ្នកជំនាញរបស់អង្គការលោកនឹងព្យាយាមស្រាវជ្រាវរកការពិតថា COVID-19 មានប្រភពនៅទីណាមិនថានៅចិនឬនៅក្រៅចិនឡើយលោកអះអាងថាគ្រប់សមត្ថកម្មទាំងអស់នឹងត្រូវយកមកពិចារណាដោយឡែកកាលពីថ្ងៃទី27មករាលោក Jen Psaki អ្នកនាំពាក្យរដ្ឋាភិបាលអាមេរិកបានលើកឡើងថាសហរដ្ឋអាមេរិកចង់ឲ្យមានការស៊ើបអង្កេតអន្តរជាតិមួយដែលស៊ីជម្រៅនិងច្បាស់លាស់បំផុតលោកបន្ថែមថារដ្ឋាភិបាលលោកនឹងថ្លឹងថ្លែងពិនិត្យថារបាយការណ៍ស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកមានភាពប្រសិទ្ធអាចគួរឲ្យទុកចិត្តបានកម្រិតណាសម្ដីលើកឡើងខាងលើនេះបានធ្វើឲ្យភាគីចិនប្រតិកម្មភ្លាមផងដែរថាសហរដ្ឋអាមេរិកកំពុងយកបញ្ហានេះទៅលាយឡំទៅនឹងនយោបាយការបរទេស